ថ្ងៃនេះមកប្រាប់បងប្អូនពីរបៀបញ៉ាំល្មើធ្វើម៉េចឲ្យផ្អែមញ៉ាំល្មើផ្អែមគេញ៉ាំអញ្ចឹងឯងបងប្អូនជាតិហ្មងសុទ្ធតែមានរបៀបខាំបងប្អូនខាំបណ្ដោយធ្វើឲ្យរសជាតិរបស់វាផ្អែមស្រទន់ឡើងឈ្ងុយដល់ពេលខាំទៅតឹងផ្លែវាធ្វើឲ្យចត់ហើយមិនដឹងអត់ល្មើល្អៗទាំងអស់នេះណាដាំនៅក្នុងភូមិដូងឃុំចៃមានជ័យស្រុកបាណន់ខេត្តបាត់ដំបងទន្ទឹមគ្នានឹងការទប់ស្កាត់ផ្លែឈើគីមីនិងនាំចូលពីបរទេសខុសច្បាប់ផងអ្នកបាត់ដំបងសប្បាយប្រកបរបរកសិកម្មរបស់គាត់ណាស់នៅពេលនេះបងប្អូនផ្លែឈើរបស់យើងផលិតមកមានគុណភាពល្អរសជាតិឆ្ងាញ់តម្លៃសមរម្យកសិករលក់បាននៅក្នុងតម្លៃល្អស្របពេលដែលបងប្អូនឥឡូវក៏ឈូឆរចូលចិត្តទៅលេងភ្លក់ដល់ចំការតែម្ដងបើសម្រាប់ខ្ញុំបានមកដល់ចំការបានឃើញទស្សនវិជ្ជានៃការរៀបចំការងារកសិកម្មរបស់គាត់បានល្អឃើញផ្ដល់ទិន្នផលមកក៏បានសមប្រកបហើយក៏លួចសួរនៅបច្ចេកទេសខ្លះៗឲ្យបងប្អូនយើងបានដឹងភ្លៀងខាងវិញក៏ប្រេះបងអូអានឹងត្រូវភ្លៀងខ្លាំងប្រេះវិញមកបាទភ្លៀងខ្លាំងទៅប្រេះអញ្ចឹងបើអត់ទឹកដូចស្វិតពិបាកដែរអញ្ចឹងទៅស្វិតរូខូចអស់បាទបងស្រីលឺការដាក់លំអងហ្នឹងគេដាក់មិនទៅបងក៏លឺវាដូចពាក្យហ្នឹងប្លែកនិយាយទៅលម៉ើយើងវាមានលម៉ើដើមឈ្មោលនិងដើមញីអាដើមតែផ្លែហ្នឹងគឺដើមញីដើមឈ្មោលវាអត់ផ្លែទេវាមានផ្ការបៀបដូចផ្កាដូងផ្កាស្លាអញ្ចឹងប៉ុន្តែវាមានម្សៅលំអងនៅក្នុងផ្កាហ្នឹងអូអញ្ចឹងទៀតចាអញ្ចឹងយើងយកអាផ្កាឈ្មោលយើងមកគោះយកម្សៅលំអងហ្នឹងហើយបានយើងយកមកលាយម្សៅគេហៅម្សៅស្តាល់កម្មលាយជាមួយលំអងហ្នឹងហើយបានយើងមកបាញ់ដាក់ផ្កាញីបាទបាញ់ដាក់ផ្កាញីហើយយើងមានกระดาษសម្រាប់ស្រោបដូចអាกระดาษពណ៌សណាបងអសហ្នឹងយើងស្រោបផ្លែវាស្រោបផ្កាទុករយៈពេលប្រហែលជា30ថ្ងៃទៅក្តឹបវារៀងឡើងធំគ្រាន់យើងដូរដាក់กระดาษលឿងនេះវិញអូយើងមានសម្រាប់ការស្រោបវាហ្នឹងក៏មានសម្គាល់ច្បាស់លាស់ចាអានេះយើងត្រូវកាត់ចោលកាត់ចោលទេចានឹងថាទៅវាអានេះគឺយើងដាក់លំងកែសអត់ជាប់ទាំងអស់ហ្មងវាចេញជាបែកជាផ្កាយចឹងបានតែស្អាតបដ ாய் នេះអីមើលផ្កាយយើងអត់យកទេអញ្ចឹងមិនន័យថាយើងដាក់លំងវាអត់ជាប់បាទទៅពេលអញ្ចឹងវាខូចទាំងអស់វារីកស្ញាញទាំងអស់នោះមួយយ៉ាងដែរតាអូមើលណែអូនេះមានន័យថាអត់ជាប់ចាតែសំខាន់ច្រើនណាស់ហ្មងចង់ដូចអាគេដោតអត់ជាប់វាអត់បែកចេញពីគ្នាវានៅជាផ្កាយចឹងហ្មងចាវាបែកចេញជាផ្កាយបើធម្មតាបើសេវាជាប់វាទៅជាផ្លែវាមូលជាមួយឯងបាទតែពេលវាជាប់វាទៅជាផ្កាយចេះអូមកអានេះដឹងច្រើនណាស់តែមិនដឹងអាចកំបាំងខ្លាយជាក្តឹបទាំងអស់វិញមួយស្មៃនេះយ៉ាងហោចណាស់ក៏ជិត10គីឡូខ្លាយមូលចេះអូបាទនៅពេលវាអត់ជាប់វាចេញជាបែកចេញជាផ្កាយ3ចេះបាទយើងមានកระดาษសម្រាប់ស្រោបផ្កាផ្សេងសម្រាប់ស្រោបផ្លែផ្សេងអញ្ចឹងតម្រាំបានមកប៉ុណ្នេះមិនងាយទេចាងាយបងហើយក៏មិនមែនគ្រាន់តែដាំថែបានដែរតលជំនាញមិនអញ្ចឹងបងចុះបងប្រុសបងស្រីអ្នកណាអ្នកជំនាញខាងហ្នឹងឲ្យឬក៏ទាំងពីរអ្នកគាត់ថាគាត់អ្នកស្រាវជ្រាវឬក៏អ្នកសួរនាំទៅខ្ញុំអ្នកធ្វើអូបាទដូចគ្នាអ្នកស្រាវជ្រាវអ្នកអនុវត្តអញ្ចឹងទៅលម៉ើនេះវាមានបញ្ហាថ្មីបន្តរហូតអញ្ចឹងយើងរៀនពីវារហូតហ្នឹងគេហៅដំណាំបញ្ហាពិបាកបើប្រៀបធៀបមួយដំណាំទុរេនមិនដែរបងមួយណាពិបាកជាងខ្ញុំអត់ច្បាស់ដែរខាងទុរេនប៉ុន្តែបើតាមខ្ញុំសួរមិត្តភ័ក្តិខ្ញុំដែលគេមានវិការទុរេនផងលម៉ើផងគេថាមួយយ៉ាងម្នាក់វាពិបាកមួយបែបម្នាក់បងទីផ្សារចុងក្រោយចង់សួររឿងទីផ្សារទូលំទូលាយទេបងមានការគ្រប់គ្រងខ្លាំងទេឆ្នាំតែមិញមានការគ្រប់គ្រងច្រើនដោយសារតែប្រជាជនយើងគាត់ចូលដឹងពីដំណាំក្នុងស្រុកយើងច្រើនបាទគាត់ជួយគ្រប់គ្រងផលិតផលក្នុងស្រុកយើងច្រើនគាត់ហើយណាមួយយើងឥឡូវយើងពាក់ឯការឈប់ប្រើរបស់ប្រទេសជិតខាងផងអញ្ចឹងគាត់គ្រប់គ្រងច្រើនចំណេញចាពីរដងជួបឧបសគ្គអីគេបងពីគេមកហ៎ថោកចាដោយសារតែឆ្នាំមុនយើងអត់ទាន់មានបញ្ហាអីអញ្ចឹងដំណាំផ្លែឈើពីអ្នកជិតខាងចូលច្រើនបាទអញ្ចឹងពេលខ្លះប្រជាជនយើងក៏អត់ដឹងថាហ្នឹងពីមកពីខាងណាពីខាងណីទេយើងអត់ដឹងប្រភពច្បាស់លាស់ដឹងឲ្យញ៉ាំជំនួសគ្នាបានឲ្យតែធូរថ្លៃឈើដូចគ្នាចាបាទតែឥឡូវគាត់ច្រើនគាត់មកទិញដល់ចការផ្ទាល់គាត់ធានារឿងសុវត្ថិភាពបាទស្រុកយើងឥឡូវខ្ញុំចាប់អារម្មណ៍ឃើញចំណុចល្អត្រង់ហ្នឹងមួយចាយើងអាចផលិតបាននៅដំណាំកសិកម្មល្អមានគុណភាពហើយមកញ៉ាំដល់ចការបានសំខាន់ម្ចាស់ចំការគាត់មិនបាញ់ថ្នាំដើម្បីឲ្យវាតន់ពេលទេណាព្រោះគាត់ញ៉ាំនឹងដែរចាខ្ញុំ
ញ៉ាំដែរខ្ញុំតានីចំពោះតំណាំខ្ញុំ អេមិនមែនញ៉ាំមកដើមណាដែលខ្លួនឯងចំណាំទេអាផ្សេង ខ្ញុំនិយាយទៅខ្ញុំផ្ដោតសំខាន់លើសុខភាពអញ្ចឹងខ្ញុំអត់ហ៊ានប្រើអីផ្ដេសផ្ដាស់ហើយដូចខ្ញុំជំរាបប្រាប់បងអញ្ចឹងភាគច្រើនខ្ញុំប្រើជីសរីរាង្គជីកប៉ុសជីអីអញ្ចឹង អញ្ចឹងក៏ចង់សំណូមពរបងប្អូនយើងដែរតម្លៃរបស់យើងក៏មិនអាចថាទៅថោកពេកបានដែរមកល្មមតែក៏មិនថ្លៃពេកដែរមែនទេបងណា អាចក៏ទទួលយកបាន បាទព្រោះយើងថែទាំបច្ចេកទេសយើងចំណាយធនធានដើម្បីបានរបស់ល្អ ចា យើងលក់តម្លៃធូរថ្លៃកសិករដួលអស់ ចា អត់ដូចថ្លៃកម្មករទេបង បាទ រយៈពេល150ថ្ងៃបានទុំ អូ150ថ្ងៃ ចាបង យូរគូសមនេះ យូរដែរ នេះសួរបងមួយថ្ងៃអត់បានស្គាល់ឈ្មោះទេណាបងសុំស្គាល់ឈ្មោះម្ចាស់ចំការផង ខ្ញុំឈ្មោះហេងកំឡាយបង បាទហើយចំការយើងនេះដាក់ឈ្មោះអីគេតើបង ចការខ្ញុំដាក់ឈ្មោះចនិតចការលម៉ៅកហតឈ្មោះរបស់គ្រូសាខ្ញុំ អូបាទហើយបងប្អូនយើងក៏ចង់តាក់ទងទិញឬកក់អីតាមលេខណាដែរបងសុំលេខមួយផ្សាន បើសិនជាបងប្អូនចង់ទិញអាចឆាតចូលក្នុង page ចនិតចការលម៉ៅកហតឬក៏ Facebook របស់ខ្ញុំផ្ទាល់ជូឡៃហេង បាទ លេខតាក់ទង097 25 66 500 016 25 35 52 បាទអូកដោស៊ីទៀតបង ជាផ្អែមនេះមានផ្អែមតែកាត់មកស្មៃកាត់ចិត្តអស់ហើយ កាត់ទាំងអស់នេះកដោ អានេះបើយើងអត់ដឹងឬក៏មើលមិនតាន់មកចការនេះមិនគ្រប់ទេ ចា ឆ្នាំនេះលឿនល្បីកដោច្រើន ចាបងមិនថាលម៉ើមិនថាស្រូវមិនថាក្រូចបង គ្រប់ដំណាំក្រុមកដោ ក្រូចនេះស៊ីរូបពេញដើមដែរនៅអូសៀចការខ្ញុំនៅអូសៀដែរ អូបងមានចការក្រូចដែរបងណា ខ្ញុំនៅអូសៀតា អូបាទ បងប្អូនអាចទំនាក់ទំនងមកកាន់ម្ចាស់ចំការតាមរយៈលេខទូរស័ព្ទហើយអាសយដ្ឋានខ្ញុំនឹងភិនបញ្ជាក់ជូនបន្ថែមនៅក្នុង comment ហើយសម្រាប់លម៉ើនៅក្នុងចំការនេះគឺមានទុំបណ្ដាហើយតែបើសិនជាចង់មកឲ្យចំពេលហើយសម្បូរនោះអំឡុងពេលប្រមាណជាកន្លះខែទៀតពាក់កណ្ដាលខែ6ឬក៏ចុងខែ6កំពុងតែពេញហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់នៅពេលនេះខ្ញុំបាទនីវចម្រើនសូមអរគុណជម្រាបលា